មកផ្សារឃើញថៃសែល្អពេកបងប្អូនអើយនេះឥឡូវទិញមកកញ្ចប់ហើយនឹងថៃខាញ់ខ្លះយកទៅស្លជាមួយនឹងក្តាតដោយសារតែក្តាតគេឲ្យថ្ងៃមុនហ្នឹងនៅច្រើនណាបងប្អូនចាអត់តាមបានស្លម្ដងទេឥឡូវយកមកស្លមួយក្តាតនិយាយពីថាឆ្ងាញ់មែនតែនតែម្ដងបងប្អូនចាហើយរបៀបស្លនេះគឺវាមិនខុសជាមួយនឹងស្លម្ជូរតកួនម្ជូរផលិតទេបងប្អូនហ្នឹងហើយបងប្រោកបងបលអីដូចតែគ្នាទេបងប្អូនចាតែគ្រាន់ថាដូររសជាតិអីអញ្ចឹងណាគ្រាន់តែថាក្តាតវារសជាតិវាខុសពីតកួនឬក៏ផលិតអីអញ្ចឹងទៅហើយវាឆាប់អលួយបងប្អូនចារួមលើកទី1ឯងបងប្អូនដែលស្លសម្លក្តាតនេះព្រោះអីផ្ទះនាងខ្ញុំមិនដែលស្លទេតាំងពីដឹងក្តីរហូតដល់ប៉ុណ្ណេះមិនដែលឃើញម៉ែគាត់ស្លសម្លក្តាតនេះឲ្យហូបទេបងប្អូនអើយទៅតែម្ដងនឹងនិយាយពីថាយកមកស្លជាមួយនឹងកំពឹសហើយលាយត្រីសែទៅក្រាញ់សែជាងនឹងបងប្អូនអើយឆ្ងាញ់មែនតែនតែម្ដងណាបងប្អូនចាឡើងសាច់ឡើងផ្អែមហ្មងណាជាពិសេសត្រីក្រាញ់សែទៀតបងប្អូនហើយបងអំពិលជូរអញ្ចេះទៀតដូចមកទេហល់តិចទៅនិយាយពីថាជាតិនោះជាតិបងប្អូនហើយនិយាយរួមទៅក្តាតនេះគឺយើងបងតាមកពោះទេបងប្អូនចាអត់មានរងាស់អីយូរទេបើសិនជាយើងស្លត្រាវស្លអីអញ្ចឹងគឺត្រូវរងាស់វាឲ្យបាត់ល្មមណាប៉ុន្តែសម្រាប់ក្តាតនេះអត់ចាំបាច់រងាស់អីទេគ្រាន់តែបងដាក់តាមពោះទៅហើយបងគ្រឿងក្រៅឲ្យរួចរាល់ទៅគឺរួចជាស្រេចឯងបងប្អូនចាឆ្ងាញ់យុទ្ធនាមអស់ទេបងប្អូនអើយ